បំរុងឲ្យកូនចូលរៀនថ្នាក់ទី1ត្រៀមបំរុងឲ្យកូនចូលរៀនថ្នាក់ទី1ថ្នាក់ទី1គឺជាចំណុចរបត់ដ៏សំខាន់របស់កូនមានកុមារមួយចំនួននឹងទៅសាលារៀនពេញមួយថ្ងៃក្នុងមួយសប្តាហ៍គ្រូបង្រៀនបឋមសិក្សាណែនាំថាទាំងនេះគឺជាបបនិនដែលឪពុកម្ដាយគួរបង្រៀនកូននៅផ្ទះជាមុនការត្រៀមបំរុងតាំងពីដំបូងនឹងជួយឲ្យកុមារមានទំនុកចិត្តសប្បាយរីករាយនិងមិនសូវមានការព្រួយបារម្ភកូនចេះថែទាំខ្លួនឯងស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូលេងជាមួយមិត្តភ័ក្តិនិងរៀនកាន់តែប្រសើរឡើងបបនិនទី1បបនិនសម្រាប់ខ្លួនជាមួយបរិស្ថានថ្មីឪពុកម្ដាយគួរតែនាំកូនទៅផ្សារទៅមើលសាលារៀនទៅសួរសុខទុក្ខសាច់ញាតិនៅតាមភូមិនិងឃុំផ្សេងពីគ្នាដើរទៅលេងនៅទីឆ្ងាយដើម្បីជួយកូនឲ្យស្គាល់ជាមួយបរិស្ថានផ្សេងគ្នានិងសម្រាប់ខ្លួនបានចាត់ងាយស្រួលបបនិនទី2បបនិនងូតទឹកខ្លួនឯងនិងអនាម័យផ្ទាល់ខ្លួនឪពុកម្ដាយគួរតែបង្រៀនកូនរបៀបងូតទឹកខ្លួនឯងឲ្យបានស្អាតបាតនិងទុកដាក់របស់របរមានសណ្ដាប់ធ្នាប់ដើម្បីពេលកូនទៅសាលារៀនកូននឹងចេះពីរបៀបរៀបចំមានសណ្ដាប់ធ្នាប់ហើយមិត្តដទៃទៀតអាចប្រើប្រាស់បន្ទប់ទឹកជ្រះស្អាតដូរធ្មេញលាកមុខ2 ដងក្នុងមួយថ្ងៃគឺនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីដប់នេកនិងពេលជប់មុនពេលជូនគេងលាងដៃមុនពេលញ៉ាំអាហារនិងក្រោយពេលទៅបន្ទោបង់លាងដៃជើងមុនពេលជូនគេងលាងចាននិងផ្កាប់វាឲ្យស្ងួតត្រង់កន្លែងដែលបានកំណត់បបនិនទី3បបនិនស្ដាប់យល់ភាសាវៀតពេលចូលថ្នាក់ទី1លោកគ្រូអ្នកគ្រូបង្រៀនដោយភាសាផ្លូវការក្នុងប្រទេសគឺជាភាសាវៀតឪពុកម្ដាយគួរជួយកូនឲ្យស្គាល់ភាសាវៀតតាំងពីដំបូងដោយនិយាយតាំងពីភាសាទាំងនេះគឺជាសំណួរដែលលោកគ្រូអ្នកគ្រូតែងតែសួរកូនឪពុកម្ដាយគួរសួរកូនជាប្រចាំដើម្បីឲ្យកូនអាចឆ្លើយបានកូនញ៉ាំបាយឆ្អែតហើយឬនៅកូនឃ្លានទេកូននៅផ្ទះទេcó Nhà sang béo mà sang Nghe oi phây đi bộ phòng កូនចង់កេកនៅឯណា bộ phòng Con muốn làm gì កូនចង់បានអ្វី Nghe oi ai xí học bài Con cần កូនត្រូវការលោកគ្រូឬអ្នកគ្រូជំនួយអ្វីទេ sang Thằng ai xí dọn đồ បបនិនទី4បបនិនរៀបចំរបស់របរដោយខ្លួនឯង Nghe nhằng ba lô ấy Đi ba lô bên này nghe gấp nghe nhằng người khóa căn chuyện ăn ba lô đi ngồi bà ừ Gấp chứ នៅពេលចូលរៀនថ្នាក់ទី1កូនៗនឹងមានធុងតខ្លួនមួយសម្រាប់ទុកសម្លៀកបំពាក់
សៀវភៅនិងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនកូនត្រូវដឹងពីរបៀបបត់សម្លៀកបំពាក់រៀបចំសៀវភៅទុកដាក់របស់របររបស់ខ្លួនឲ្យមានសណ្ដាប់ធ្នាប់ Check. Rồi, Khánh Vy mẹ giỏi quá, nào dê cái nào. Dê, dê. បន្ទាប់ពីភ្ញាក់ពីគេងកូនត្រូវបត់ភួយមុំនិងខ្នើយឲ្យមានសណ្ដាប់ធ្នាប់ បបនិនទី 5 បបនិនស្វ័យរៀនសូត្រ Nghèo đi mình chơi trò chơi mới không bà? ដើម្បីជួយឲ្យកូនមានបបនិនស្វ័យរៀនសូត្រឪពុកម្ដាយត្រូវបង្រៀនកូនឲ្យស្ដាប់យល់និងអនុវត្តតាមការបញ្ជា Nghèo về cái. អង្គុយផ្ដោតអារម្មណ៍ប្រហែល15នាទីបណ្ដាសកម្មភាពខាងក្រោមនេះនឹងហាត់ពត់ឲ្យកូននៅបំណិនទាំងពីរខាងលើ ហា ដឹងពីរបៀបកាន់ប៊ិចត្រឹមត្រូវអង្គុយឲ្យបានត្រឹមត្រូវពេលកំពុងសិក្សាចែកផាត់ពណ៌គូអក្សរគូគំនូនិងរៀបចំលេខសាមញ្ញស្គាល់អក្សរលេខនិងពណ៌ស្គាល់រូបធរណីមាត្រដូចជារង្វង់ ចាត់តកលកែងស្មើឬការ៉េត្រៃកោណសញ្ញាបូកផ្កាយបេះដូង បបនិន 5 យ៉ាងដែលឪពុកម្ដាយត្រូវបង្រៀនកូនមុនពេលចូលរៀនថ្នាក់ទី 1 1. បបនិនសម្របខ្លួនជាមួយបរិស្ថាន 2. បបនិនងូតទឹកដោយខ្លួនឯងនិងអនាម័យផ្ទាល់ខ្លួន 3. បបនិនស្ដាប់យល់ភាសាវៀត 4. បបនិនរៀបចំរបស់របរខ្លួនឯង 5. បបនិនស្វ័យរៀនសូត្រ នៅពេលឪពុកម្ដាយរៀបចំឲ្យកូនបានល្អទាំងផ្នែកចិត្តសាស្ត្រភាសាសណ្ដាប់ធ្នាប់កូននឹងមានទំនុកចិត្តចូលរៀនថ្នាក់ទី 1 មានអារម្មណ៍សប្បាយរីករាយនិងត្រៀមខ្លួនរៀនសូត្រចូលអត់ធ្មត់រួមដំណើរជាមួយកូនរៀងរាល់ថ្ងៃពីព្រោះបន្តរឿងតូចតាចនៅថ្ងៃនេះនឹងជួយកូនឲ្យឈរយ៉ាងរឹងមាំលើផ្លូវសិក្សានាពេលអនាគត